សូមស្វាគមន៍មកកាន់កម្មវិធីពិព័រណ៍បច្ចេកវិទ្យានវានុវត្តន៍លើកទី3ដែលកម្មវិធីនេះរៀបចំឡើងដោយក្រុមហ៊ុន Robosync Cambodia ហើយកម្មវិធីនេះផងដែរស្ថិតក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិតបូច័ន្ទគុលីកាអនុរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡាតែក្បែរប្រែថាសវណ្ណភូមិខ្មែរគ្រប់ភូមិរមនីយស្ថានជាដរាបតមកតាំងពីបុរាណហើយយើងបានរួបរួមសាមគ្គីហើយមួយមានស្រីប្រទល់សរាយខ្មែរគ្រប់កាយស្ងចិនបដូរជីវិតសឹកសង្គ្រាមឈាមស្រស់លើប្រតិបត្តិអបព្រះភូមិរីរទ្ធីវង្សគង់គៀកម្ពុជាឯករាជ្យបានព្រៀងពីទុកខ្មែរបានសុខទាំងអង្គគ្រប់អាត្មាសូមទេវតាឲ្យពរសុខសាធុការព្រះសត្យយើងគ្រប់គ្រងដែនដីខ្ញុំបានសូមគោរពអញ្ជើញលោកហុងសៀងបុងនាយកសិក្សាធិការក្រុមហ៊ុន Robosync កម្ពុជាថ្លែងនៅមតិស្វាគមន៍និងចំណាប់អារម្មណ៍ជូនដល់អង្គពិធីទាំងមូលសូមគោរពអញ្ជើញថ្ងៃនេះជាពិធីប្រកបដោយអ្នកខិតរឹកដែលយើងទាំងអស់គ្នាជាថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូនិងក្រុមការងារទាំងអស់នៃក្រុមហ៊ុន Robosync និង Techbot Cambodia មានកិត្តិយសនិងមានមោទនភាពយ៉ាងក្រៃលែងក្រុមហ៊ុន Robosync និង Techbot Cambodia ត្រូវបានបង្កើតឡើងដើម្បីផ្ដល់ចំណេះដឹងនិងបច្ចេកវិទ្យាដល់ក្មួយៗសិស្សានុសិស្សចាប់ពីកម្រិតបឋមសិក្សានិងបន្តចូលដល់ថ្នាក់មធ្យមសិក្សាឲ្យសមស្របតាមយុគសម័យនៃបដិវត្តន៍ឧស្សាហកម្ម 4.0 ដែលបច្ចេកវិទ្យា Digital និងនវានុវត្តន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញខ្ពស់ផ្នែក STEM គឺជាអាទិភាពចម្បងដែលមិនអាចខ្វះបានដើម្បីឲ្យប្រទេសជាតិយើងអាចចាប់យកឱកាសនិងប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពថ្ងៃនេះគឺជាថ្ងៃដ៏មហាឡារឹកនិងមានសេចក្តីសោមនស្សរីករាយទីបំផុតយើងខ្ញុំទាំងអស់គ្នាដែលជាសិស្សបានចូលរួមបើកកម្មវិធីពិព័រណ៍បច្ចេកវិទ្យានវានុវត្តន៍លើកទី3ឆ្នាំ2025កម្មវិធីដ៏មានអត្ថន័យនេះដែលមានការដាក់តាំងបង្ហាញអំពីស្នាដៃរបស់សិស្សានុសិស្សដែលជាសមិទ្ធផលក្រោយពីបានសិក្សាកម្មវិធី Roboting សម្រាប់កុមារកម្រិតថ្នាក់បឋមសិក្សា Techbot សម្រាប់ថ្នាក់មធ្យមសិក្សាតាមសាលារៀនដោយមានការចូលរួមជាច្រើនក្រុមដែលនឹងបង្ហាញអំពីគំនិតច្នៃប្រឌិតបច្ចេកទេសព្រមទាំងទេពកោសល្យ Digital យ៉ាងប៉ិនប្រសប់ក្រោយពីបានសិក្សាកន្លងមកលើពីនេះទៀតក៏មានកម្មវិធីប្រកួត Zoom Robot ផងដែរយើងខ្ញុំទាំងអស់គ្នាដែលជាសិស្សានុសិស្សមានការពេញចិត្តជាខ្លាំងដែលកម្មវិធីរបស់ Roboting និង Techbot មិនមែនជាការសិក្សាត្រឹមតែលើទ្រឹស្ដីគឺកុមារមានឱកាសបង្កើតនិងដំឡើង Robot ដោយផ្ទាល់ដៃដែលបង្កើតឲ្យមានភាពសប្បាយរីករាយចងចាំមេរៀនបានល្អនិងស្វែងយល់ពីគោលគំនិតវិស្វកម្មនិងបច្ចេកវិទ្យាកាន់តែស៊ីជម្រៅ
បាទខ្ញុំបាទមានសេចក្តីសោមនស្សរីករាយក្រៃលែងបាទដែលបានបង្កើតឲ្យមានកម្មវិធីនេះឡើងកម្មវិធីនេះបង្កើតឡើង3ឆ្នាំជាប់គ្នាហើយយើងបង្កើតឲ្យមានកម្មវិធីនេះឡើងទី1គឺដើម្បីអនុវត្តទៅលើឃ្លាអប់រំមួយដែលគេលើកឡើងថាទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្តគោលបំណងនៃការបង្កើតឡើងគឺទី1ឲ្យបងប្អូនរៀនមេរៀនដែលជាទ្រឹស្ដីហើយផ្សារភ្ជាប់ទៅនឹងការអនុវត្តទី2គឺលើកទឹកចិត្តឲ្យកូនខិតខំប្រឹងប្រែងរៀនការដែលមានការប្រកួតប្រជែងមានការតាំងពិព័រណ៍កូនខំហើយក្រៅពីការរៀនយកបន្ទុកពីសាលាគឺយើងមាន extra curricular activity កម្មវិធីយើងថ្ងៃនេះគឺបានជំរុញគេហៅទាញចំណាប់អារម្មណ៍បងប្អូនដែលមានចំណាប់អារម្មណ៍ទៅវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានឹងឲ្យចូលរួមតាមរយៈការអនុវត្តផ្ទាល់អ្វីដែលយើងបងប្អូនធ្វើនៅថ្ងៃនេះជាជំហានចាប់ផ្ដើមមួយមកថាវានៅវែងឆ្ងាយមែនទែនអាចថាវាគ្រាន់តែជាការបំផុសនៅក្តីស្រឡាញ់ក្តីសុបិនជូនបងប្អូននៅក្នុងវិស័យបច្ចេកវិទ្យាវិទ្យាសាស្ត្រអញ្ចឹងដើម្បីឲ្យបងប្អូនសម្រេចនៅក្តីស្រឡាញ់ក្តីសុបិននឹងបានដាច់ខាតគឺបងប្អូនត្រូវតែមានភាពអត់ធ្មត់សិក្សារៀនសូត្រស្ដាប់លោកគ្រូអ្នកគ្រូហើយពុះពៀជាយាមរៀននៅមុខវិជ្ជា STEM ដែលលោកសាវឌីបានលើកឡើងពីដំបូង